សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់លើកយកមកអំពីយកមកនិយាយអំពីបញ្ហាមួយពាក់ព័ន្ធទៅនឹងអាកប្បកិរិយារបស់កុមារដែលតែងតែបង្កឲ្យមានការលំបាកផ្លូវចិត្តទៅដល់ឪពុកម្ដាយនៅក្នុងអាកប្បកិរិយាមួយនេះយើងហៅថាអាកប្បកិរិយាចង្អេងចង្ងាងអាកប្បកិរិយាឆ្លើយឬក៏ភាសាសាមញ្ញយើងហៅថាចរិតយូកងបាទអានេះគឺជាអាកប្បកិរិយាដែលសម្ដែងចេញមកតាមផ្លូវកាយចំពោះអាកប្បកិរិយាតាមផ្លូវចិត្តវិញគាត់អាចនឹងប្រើប្រាស់ពាក្យគំរោះគំរើយពាក្យឌឺដងផ្លែផ្កាទៅដល់ឪពុកម្ដាយចរិតពាក្យសម្ដីបែបមនុស្សឆ្លើយចរិតអញ្ចឹង aggression នេះវាអាចសម្ដែងចេញតាមជាពាក្យសម្ដី aggression ក៏អាចសម្ដែងចេញតាមជាកាយវិការផងដែរអញ្ចឹងសួរថាតើ aggression ចរិតឆ្លើយចរិតយូកងរបស់កុមារនេះវាកើតចេញមកពីណាអញ្ចឹងគេថាអ្វីមានចិត្តជាប្រធានអ្វីមានចិត្តជាដើមហេតុវាចិត្តជាបច្ច័យដែលជំរុញឲ្យមាននៅអាកប្បកិរិយាបែបហ្នឹងតើអ្វីទៅគឺជាចិត្តដែលនាំឲ្យកុមារមានអាកប្បកិរិយាបែបនេះចិត្តនេះគេហៅថាជាចិត្តដែលមានកំហឹងជាចិត្តដែលមានទោសៈអញ្ចឹងបានជាកុមារសម្ដែងអាកប្បកិរិយាបែបហ្នឹងអញ្ចឹងសួរតទៅទៀតថាចុះអាទោសៈអាចរិតកំហឹងរបស់កុមារហ្នឹងវាកើតឡើងដោយសារអីអញ្ចឹងតាមកាពិតទៅនៅក្នុងចិត្តកុមារប្រហែលជាមានការប្រមូលផ្ដុំនៅកំហឹងការថ្នាំងថ្នាក់ចិត្តជាច្រើនមកហើយប៉ុន្តែកុមារមិនដែលបានសម្ដែងចេញមកខាងក្រៅទេកុមារគ្រាន់តែរក្សាទុកនៅក្នុងចិត្តដ៏ជ្រៅជាគំនរដ៏ជ្រៅតាំងតែពីយូរមកហើយដែលឪពុកម្ដាយប្រហែលជាមិនបានចាប់អារម្មណ៍ទេអាចិត្តបែបនេះគេហៅថាជាអនុស្សយៈបាទអនុស្សយៈហ្នឹងមានន័យថាគឺជាចិត្តដែលកប់យ៉ាងជ្រៅនៅក្នុងចិត្តរបស់កុមារដែលកុមារបានសន្សំមកទុកក្នុងសន្តានហ្នឹងតាំងពីតូចមកហើយសន្សំបានហ្នឹងពីការអន់ចិត្តរបស់ឪពុកម្ដាយឧទាហរណ៍ដូចជាឪពុកម្ដាយគាត់មិនបានយកចិត្តទុកដាក់ទៅលើកូនឪពុកម្ដាយបានខ្វះការផ្ដល់នៅភាពកក់ក្ដៅឪពុកម្ដាយខ្លះគាត់យកចិត្តទុកដាក់តែការនិយាយជាមួយនឹងមនុស្សធំដូចគ្នាឬក៏ពេលខ្លះទៅអ្វីដែលកុមារនិយាយឬក៏កុមារមិនបាននិយាយទេកុមារតែងតែខ្វះនៅការយកចិត្តទុកដាក់ពីឪពុកម្ដាយពីមនុស្សធំជាងការគ្រួសារត្រូវមានការឆ្លោះទាស់ទែងនៅក្នុងគ្រួសារចំពោះមុខកុមារពេលខ្លះគ្រួសារមានការបែកបាក់លែងលះទាំងអស់នេះគឺជាបញ្ហាបាទសូម្បីតែការងារដែលឪពុកម្ដាយត្រូវធ្វើការឆ្ងាយឬក៏ឪពុកម្ដាយដែលធ្វើការនៅចិត្តកូនដែរប៉ុន្តែពេលដែលកូនទៅលេងជាមួយឪពុកម្ដាយអាចនឹងនិយាយថាថយចេញសិនណាប៉ាម៉ាក់រវល់អត់មានពេលនិយាយជាមួយឲ្យចេញឲ្យឆ្ងាយអាការដែលចេះតែបដិសេធរុញច្រានកុមារចេញការមិនយកចិត្តទុកដាក់កុមារនេះយូរទៅរាប់ឆ្នាំមកហើយតាំងពីកុមារអាយុ2 3ឆ្នាំ4ឆ្នាំមកអាហ្នឹងហើយគឺជាកុមារសន្សំទុកនៅក្នុងចិត្តយើងហៅថាអនុស្សយៈនេះកុមារបើអង់គ្លេសគេហៅថាដូចជា tendency ឬក៏ propensity កុមារសន្សំអាហ្នឹងទុកនៅក្នុងចិត្តប៉ុន្តែកុមារមិនដែលបានធ្វើអ្វីមួយទេបើសិនជាយើងគិតថាអុសវិញយើងសន្សំអុសទុកក្នុងផ្ទះរាល់ថ្ងៃប៉ុន្តែថ្ងៃណាមួយមានគ្រឿងដើម្បីបញ្ឆេះធ្វើឲ្យអុសហ្នឹងវាឆេះคล้ายទៅជាភ្លើងអញ្ចឹងបន្ទាប់ពីមានអនុស្សយៈនឹងហើយកុមារជួបនៅរឿងមួយទៀតអង់គ្លេសគេហៅថា frustration អញ្ចឹងកាលណាកុមារវាមានរឿងអីមួយដែលវានឿយណាយចិត្តវាខឹងចិត្តទឹះចិត្តអីមួយអាគំនរនៃអនុស្សយៈហ្នឹងបូកនឹងការទឹះចិត្តនៅក្នុងពេលបច្ចុប្បន្នវាបញ្ឆេះកំហឹងឲ្យកុមារហ្នឹងបង្កើតបញ្ចេញជាអាកប្បកិរិយាយើងហៅថាក៏ឃ្លឿនឆ្លើយយូកងហ្នឹងបាទបើអង់គ្លេសយើងអាចនិយាយថាអា propensity ប៉ុន្តែដល់ថ្ងៃណាមួយវា trigger ដោយ frustration វាជំរុញវារំញោចដោយអាការនឿយណាយចិត្តហ្នឹងវាមិនដែលឲ្យផ្ទុះនៅកំហឹងនឹងកើតឡើងទៅបាទនេះហើយគឺជាលំដាប់លំដោយនៃ
ចរិតកុមារដែលមានចរិតយូកូងចរិតឆ្លើយអញ្ចឹងបើសិនបើលោកអ្នកសង្កេតឃើញថាកូនរបស់លោកអ្នកមានចរិតយូកូងចរិតឆ្លើយចរិតចងេងចងាងចរិត aggression ហ្នឹងសូមសង្កេតថាហេតុអីបានជាកូនផ្ទុះនៅអាកប្បកិរិយានឹងចេញមកតើអ្វីទៅជារំញោចជាដុតរោលឲ្យឆេះនោះបាទដុតរោលឲ្យឆេះហ្នឹងគឺរឿងថ្នាក់ចិត្តរឿងបដិខៈឬក៏រឿង frustration នឹងឯងប៉ុន្តែវា frustration ហ្នឹងបើគ្រាន់តែប៉ុណ្្នឹងក៏វាមិនឆេះខ្លាំងដែរនោះក៏ដោយសារតែកុមារមាននៅបដិខៈសំទោសមាននៅអនុស្សយៈឬក៏ tendency propensity ហ្នឹងយូរហើយនៅក្នុងចិត្តបាទអញ្ចឹងសូមព្យាយាមសញ្ជឹងគិតមើលថាតើកុមារវាមានកំហឹងសន្សំទុកនឹងតាំងពីពេលណាមកតើយើងធ្លាប់បានសន្សំនៅកំហឹងនឹងឲ្យកុមារដែរឬទេអាហ្នឹងចំណុចទី1ចំណុចទី2សួរខ្លួនឯងថាតើ frustration ដែលទើបតែរំញោចមិញហ្នឹងជារឿងអីដែលទើបរំញោចឲ្យកំហឹងចាស់ផ្ទុះឡើងវាអាចជាជួនកាលកុមារលេង toys លេងឧបករណ៍តុក្កតារបស់គាត់លេងទៅវាខូចវាអត់ដើរគាត់កំពុងតែធ្វើអីមួយទៅវាអត់ដំណើរការអាហ្នឹងគេអង់គ្លេសគេហៅថា something doesn't work មានន័យថាមានអ្វីមួយដែលកំពុងតែមិនដំណើរការហើយអាហ្នឹងធ្វើឲ្យកុមារផ្ទុះកំហឹងឡើងផ្ទុះទៅវារាលដាលទៅដល់រឿងចាស់ទៅដល់រឿងអនុស្សយៈចាស់របស់កុមារហ្នឹងបាទដោយសារតែសរុបមកវិញគឺថាដោយសារតែមានអនុស្សយៈកាលពីអតីតកាលយូរឆ្នាំមកហើយដែលឪពុកម្ដាយមិនបានយកចិត្តទុកដាក់តែឲ្យកូនបន្ទាប់មកទៀតនៅក្នុងពេលបច្ចុប្បន្នស្រាប់តែមាននៅfrustration នៅអាភាពនឿយណាយភាពតឹងចិត្តណាមួយកើតឡើងវាផ្ទុះវាទៅដោលអាទាំងអស់ហ្នឹងអារឿងចាស់ឲ្យកើតឡើងអញ្ចឹងហើយវាបានបណ្ដាលឲ្យមាននៅចរិតកក្លឿនចរិតឆ្លើយចរិតយូកូងឬក៏ aggression នេះឯងបាទប៉ុន្តែក្នុងចំណោម frustration ទាំងអស់ដែលធំជាងគេរបស់កុមារមិនមែនកុមារខឹងដោយសារមិនបានលេងតុក្កតាមិនបានអីហ្នឹងទេ frustration ឬក៏អបដិខៈណែសំទោសឬក៏អនុស្សយៈធំជាងគេដែលកុមារធ្វើឲ្យមានការផ្ទុះកំហឹងខ្លាំងជាងគេគឺ attachment គឺការខ្វះភាពកក់ក្ដៅឬក៏ការខ្វះភាពស្និទ្ធស្នាលរបស់ឪពុកម្ដាយចំពោះកូនអញ្ចឹងអ្វីដែលខ្វះជាងគេអ្វីដែលធ្វើឲ្យកុមារមានកំហឹងជាងគេគឺការខ្វះនៅភាពកក់ក្ដៅ attachment អានេះគឺជាកត្តាធំណាស់ដែលបណ្ដាលឲ្យfrustration នេះវាបានទៅដោលយកនៅអនុស្សយៈកាលពីអតីតកាលកុមារសន្សំកំហឹងក្នុងចិត្តយូរហើយអញ្ចឹងវាផ្ទុះទៅជាអាកប្បកិរិយាឆ្លើយយូកូង aggression នេះឯងបាទសូមអរគុណ